Đầm lại mi ngược lang vinh mà tịch háoในក្នុងព្រឹកនេះក្រោយមានការធ្លាក់ចុះនៅក្នុងយមិញអរុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំមកធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី28ខែសីហាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាច Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទនៅក្នុងព្រឹកនេះផងដែរតម្លៃមាសបានងើបឡើងមកវិញបន្តិចហើយក្រោយមានការធ្លាក់ចុះនៅក្នុងយមិញហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលហ្នឹងគឺមាសស្ថិតនៅក្នុងតម្លៃ$4609ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$5553ក្នុង1តម្លឹងឬស្មើនឹង$555ក្នុង1ជីផងដែរបងប្អូនអរគ្នាចំណែកឯប្រាក់វិញប្រាក់ក៏ងើបឡើងមកវិញបន្តិចផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$69ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$83ក្នុង1តម្លឹងឬស្មើនឹង$8.3ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$2217ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមកតាមដានថាតើនៅក្នុងថ្ងៃនេះដែលជាថ្ងៃសុក្រហើយជាថ្ងៃចុងក្រោយសម្រាប់សប្តាហ៍នេះដែលទីផ្សារអន្តរជាតិបើកឲ្យធ្វើការទិញលក់ក៏ដូចជា trade មាសហើយនឹងប្រាក់យើងចាំមកតាមដានថាតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែបន្តធ្វើការហក់ឡើងបន្តទៀតដែរឬទេឬក៏មានការធ្លាក់ចុះមកវិញហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអរគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយបងប្អូនចូលចិត្តវីដេអូបែបនេះសូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់ឬក៏ការយល់ឃើញបែបណាបងប្អូនអាច comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាទ